យើងយកធម៌ទៅវិនិច្ឆ័យគេឲ្យពេទ្យជ្រាយឲ្យគេអាហ្នឹងក៏មិនមែនជាអ្នកមានធម៌ដែរមិនចឹងខ្ញុំអបមាតែឥឡូវខ្ញុំរៀនចេះធម៌អភិធម្មទាំងអស់ហើយខ្ញុំទៅអង្គុយចាប់កំហុសគេអានេះខុសមិនចេះអានេះខុសចុះឲ្យពេទ្យមកដល់គេទៅខុសអាណាធ្វើតាមយើងត្រូវណាមិនធ្វើតាមយើងខុសអ្នកណាធ្វើតាមយើងល្អអ្នកណាមិនធ្វើតាមយើងអាក្រក់ទៅបំបាក់កម្លាំងចិត្តអាហ្នឹងបើនិយាយពីទស្សនវិជ្ជាសង្គមជាក់ស្ដែងបើក្នុងពុទ្ធសាសនាតែកិលេសគឺកិលេសតែកុសលគឺកុសលអកុសលគឺអកុសលហើយវាគ្មានថាយកយល់ថាគាត់ធ្វើអកុសលមិនប៉ុន្តែដើម្បីការពារកុសលទេគឺអត់ចឹងទេណាយល់ហ្នឹងហើយប៉ុន្តែបើនិយាយពីទស្សនវិជ្ជាសង្គមជាក់ស្ដែងថាមនុស្សទៅបីជាអាក្រក់ប៉ុណ្ណាក៏មិនមានធាតុល្អក៏ដែរដូចជាឥឡូវញាតិញោមជួយមកក្នុងទីនេះញាតិញោមខ្លះសិល10ញាតិញោមខ្លះសិល8ញាតិញោមខ្លះសិល5តាមលំដាប់មែនទេញោមតាមលំដាប់ប៉ុន្តែឥឡូវអ្នកសិល10ទៅមើលងាយអ្នកសិល8ថាអន់បំលេះកាន់8ខ្ញុំ10ឯងអញ្ចឹងទេល្អទេអ្នកកាន់សិល8ទៅមើលងាយអ្នកកាន់សិល5ទៅខ្ញុំកាន់សិល8អ្នកសិល5មកអន់ម្លេះហើយអ្នកដែលកាន់សិល5ហ្នឹងទៅមើលងាយអ្នកដែលធ្វើទៀនតែអត់តាន់រក្សាសិលអូយអ្នកឯងធ្វើទៅទៀនអន់ណាអ្នកខ្ញុំមិនធ្វើទៀនខ្ញុំរក្សាសិលផងឃើញលុយទេត្រូវទេឃើញត្រូវទេអត់ទេមិនអ្នកមានធម៌ទេអញ្ចឹងគួរតែលើកកម្លាំងចិត្តគ្នារៀនឲ្យកម្លាំងចិត្តគ្នាហើយមើលឧបនិស្ស័យរបស់មនុស្សទាំងអស់មិនដូចគ្នាទេញាតិញោមចូលមកអប់រំបានជ្រៅជ្រះរៀនអភិធម្មចិត្តចិត្តសឹករូបនិព្វានស្អីទៅចិត្តស្អីទៅចិត្តសឹកស្អីទៅរូបស្អីទៅនិព្វានយល់ដឹងស៊ីជម្រៅអប់រំផ្លូវចិត្តល្អជាងគេប្រសើរជាងគេគ្រាន់បើជាងគេគឺញាតិញោមតែយល់ថាអាហ្នឹងជាឧបនិស្ស័យដែលញាតិញោមបានសន្សំមកដោយល្អតែញាតិញោមត្រូវមើលថាអ្នកដែលមិនទាន់បានសន្សំល្អហ្នឹងឧបនិស្ស័យគាត់នៅទៀតគាត់ចេះតែឲ្យទៀនគាត់មិនទាន់រក្សាសិលជួនកាលគាត់ឲ្យទៀនរក្សាសិលតែគាត់មិនទាន់បានអប់រំចិត្តមិនទាន់បានរៀនអភិធម្មប៉ុន្តែក៏ក្នុងន័យថាគាត់កំពុងតែធ្វើហើយរៀនឲ្យកម្លាំងចិត្តគ្នាទៅយ៉ាងនេះហើយតែយើងទៅបន្តបង្អាប់បន្ថែមទៀតមនុស្សហ្នឹងបាក់កម្លាំងចិត្តហើយយើងដែលទៅលើកតម្កើងថាណែឯងត្រូវតែល្អ 100%កាន់ពុទ្ធសាសនាណែឯងត្រូវតែមានសិល5បរិសុទ្ធឥឡូវយើងទៅប្រាប់គេថាណែឯងត្រូវតែមានសិល5បរិសុទ្ធហ្នឹងយើងនឹងបរិសុទ្ធនៅវានៅដាច់និយាយចុះនិយាយឡើងច្រឡំចុះច្រឡំឡើងក៏ហក់បន្តិចបាត់ដែរមិនមែនខ្ញុំនឹងកុហកកូនកុហកចៅកុហកលោកអីណាជួនកាលព័ត៌មានខ្លះយើងវាត្រូវតែកុហកអញ្ចឹងដោះហើយដាច់បន្តិចសិនទៅស្អែកតទៅទៀតទៅយើងអញ្ចឹងទៅឃើញទេអញ្ចឹងរៀនឲ្យកម្លាំងចិត្តគ្នាទៅហើយកុំមើលបំណាំគ្នាហើយយើងដែលរៀនធម៌ជ្រៅជ្រះហ្នឹងយើងត្រូវតែយល់ថាអ្នកដែលធ្វើខុសគឺមកពីកិលេសហើយយើងអ្នកដែលអប់រំរៀនអីចឹងមិនសំដែងធម៌ទេសនាណាហ្នឹងបើធម៌ទេសនានេះបើមិនប្រុងប្រយ័ត្នទេទាំងអាត្មាទាំងគេហ្នឹងវាអាចចូលនៅក្នុងទីមួយគឺការកុហកវាចេញទៅចរិត4យ៉ាងហ្នឹងទីមួយគឺការកុហកអាចចូលនៅក្នុងនឹងបើក្នុងករណីខ្លះពេលដែលយើងសំដែងទៅហើយវាអាចទៅជាភាសាកុហកទី2អាចចូលនៅក្នុងជាលក្ខណៈពាក្យទុកបោះបោកគាត់ថាភាសាហ្នឹងវាមិនព្រោះស្ដាប់និយាយទៅឲ្យគេឈឺចាប់ឲ្យគេមិនសប្បាយចិត្តអាចចូលនៅក្នុងនឹងនិយាយធោះដូចនេះក៏ដោយប៉ុន្តែភាសាហ្នឹងវាអាចចូលនៅក្នុងនេះហ្នឹងហើយមួយទៀតគឺជាភាសាដែលញុះញង់ធ្វើឲ្យម្ខាងទៀតស្អប់ម្ខាងទៀតនេះទោះបីនិយាយធោះក៏ដោយប៉ុន្តែធោះហ្នឹងគឺតែបណ្ដោះមនសិការៈម្នាក់មកក្រុមឲ្យទៅស្អប់មកក្រុមទៀតអានេះជាគ្រោះថ្នាក់មួយហេតុអីបានជាអ្នកសិក្សាធោះពេលច្រើនយើងចូលចិត្តប្រកាន់ថានេះក្រុមយើងនេះក្រុមគេនេះយើងអ្នករៀនធោះបានជ្រៅជ្រះយើងហូបបាយជុំគ្នានេះលោកគ្រូយើងនោះលោកគ្រូគេនេះគ្រូយើងមិនត្រូវគ្រូគេមិនត្រូវហេតុអីបានមានអាហ្នឹងគឺអាចពេលខ្លះគឺមកពីភាសានៃការសម្ដែងធម៌ទេសនានិងគោលនៃគំនិតរបស់គ្រូអ្នកបង្រៀនហ្នឹងអញ្ចឹងបើចង់ដឹងថាគ្រូធម៌ហ្នឹងគាត់បង្រៀនទៅថាតើធម៌គាត់បង្រៀនហ្នឹងត្រូវដែរទេល្អដែរទេយើងទៅធ្វើតេស្តជាមួយនឹងកូនសិស្សរបស់គ្រូហ្នឹងវិញថាកូនសិស្សដែលទទួលបានការអប់រំពីលោកគ្រូហ្នឹងតើអរិយាបថគាត់របៀបម៉េចចិត្តគំនិតគាត់របៀបម៉េចចិត្តគាត់តិចដែរទេគាត់ល្អជាងមុនដែរទេអាហ្នឹងយើងទៅធ្វើតេស្តអញ្ចឹងមិនអាចចេះតែសម្ដែងទៅហើយគឺត្រូវនិយាយតាមធម៌ត្រូវល្អហើយអភិធម្មចិត្តទៅជាទៅសឹកឲ្យរូបហើយប៉ុន្តែយើងទៅមើលពីលទ្ធផលវិញណាខ្ញុំអាហ្នឹងបើយើងនិយាយពីលក្ខណៈជាសាស្ត្រគេប្រើការស្រាវជ្រាវបើស្រាវជ្រាវគេទៅធ្វើតេស្តអញ្ចឹងថាឥឡូវនេះមានលោកគ្រូមួយគាត់ប្រហាត់ធម៌អភិធម្មអញ្ចឹងកូនសិស្សរបស់គាត់មាន40នាក់អញ្ចឹងយើងទៅធ្វើតេស្តថាឥឡូវតាំងពីគាត់រៀនអភិធម្មគាត់បានកែប្រែអីខ្លះគាត់ថយការប្រកាន់ជាងមុនគាត់មានមេត្តាចិត្តជាងមុនគាត់តិចជាងមុនហើយគាត់អប់រំបានទាំងអត្តចរិតរបស់គាត់ប្រកបដោយក្រមសីលធម៌ល្អជាងមុនភាសារបស់គាត់និយាយទៅកាន់កូនទៅកាន់ចៅទៅកាន់អ្នកជិតខាងល្អជាងមុនបញ្ជាក់ថាពធបានជ្រាបចូលក្នុងបេះដូងរបស់គាត់ហើយតែបើកូននៅផ្ទះថាម៉ែទៅរៀនធម៌មករៀនការជាងមុនម៉ែទៅរៀនធម៌មករៀនប្រកាន់ជាងមុនម៉ែទៅរៀនធម៌មកដូចចង្ងាងជាងមុនបានន័យថាធម៌នោះអត់ដល់មកទៅក្នុងបេះដូងទេហើយបើធម៌អត់ដល់ទៅក្នុងបេះដូងយើងសួរថាលោកគ្រូបរៀនធម៌បរៀនរបៀបម៉េចឬក៏បរៀនឲ្យយល់តែធម៌ទេប៉ុន្តែធម៌នោះវាអត់បានចូលទៅនៅក្នុងបេះដូងរបស់មនុស្សទេនេះទៅសួរអញ្ចឹងណាយើងទៅតេស្តផងព្រោះប្រពុតមុននឹងប្រតិភិនព្រះអង្គផ្ដាំផ្ញើធុនៃណាជាគ្រូរបស់យើងតែគេជាគ្រូរបស់យើងធម៌វិន័យជាគ្រូមិនឲ្យលឿនណាទេយល់នោះយល់ទេណាអញ្ចឹងបានបុគ្គលអាចប្រែប្រួលបានតែធម៌សច្ចធម៌មិនប្រែប្រួលទេហើយយើងមើលថាបើធម៌ចូលទៅនៅជាមួយមនុស្សកាចវាធ្វើឲ្យមនុស្សកាចហ្នឹងស្លូតតែបើធម៌ចូលទៅនៅជាមួយមនុស្សកាចធ្វើឲ្យមនុស្សនឹងកាន់តែកាចថែមទៀតបានន័យថាធម៌ហ្នឹងអត់មែនជាធម៌ពិតប្រាកដដែលអាចចូលទៅកែប្រែអត្តចរិតយើងបានទេមកចង់ឲ្យគិតអញ្ចឹងណាយល់នោះបាទឡាយសង្កេតមើលដែរហើយធម៌ដែលយើងសម្ដែងទៅហ្នឹងបើមិនប្រយ័ត្នទេវាអាចទៅជានៃក្រៅពីធម៌វិញវាអាចនៃក្រៅពីធម៌វិញប្រសិនបើអ្នកដែលសម្ដែងធម៌ហ្នឹងមានចេតនាឲ្យញាតិញោមទៅគ្រប់គ្រងអ្វីដែលផ្សេងពីធម៌វាអាចទៅជាអញ្ចឹងណាអត់មកថាបើអាត្មាជឿលើអីម្យ៉ាងផ្សេងពីធម៌តែអាត្មាសម្ដែងធម៌ទេសនាអាត្មានិយាយប្រគៀងគេចូលដល់ហ្នឹងអញ្ចឹងតើតើយើងខ្លួនឯងដែលជាអ្នកស្ដាប់ដែលជាពុទ្ធសាសនិកហ្នឹងរៀនធម៌ពិចារណាធម៌ហើយត្រូវតែមានបញ្ញានៅក្នុងធម៌ហ្នឹងផងបើមិនចឹងទេយើងនឹងខ្លាយទៅជាមនុស្សដែលរងគ្រោះដោយសារសាសនាទៅវិញ
យើងរៀនហើយយើងអត់អាចកែប្រែតចរិតយើងឲ្យ slow ជាងមុនបានផងយើងរៀនហើយយើងអត់អាចខ្លាយទៅជាមនុស្សដែលនិយាយភាសាបរិសុទ្ធជាងមុនបានផងយើងរៀនហើយយើងកាន់តែកាយលើដើមយើងកាន់តែប្រក់លើដើមទៀតអញ្ចឹងធម៌នឹងអត់អាចចូលមកកែប្រែរបស់យើងបានធម៌នឹងមានប្រយោជន៍អីទៅនេះអានេះសំខាន់ណាស់ហើយសំខាន់ណាស់ខ្ញុំអតិពលរបស់ភាសាគ្រូមួយហ្នឹងគឺសំខាន់ណាស់